Bàiជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាចំណុចបន្តបន្ទាប់នេះយើងនឹងនិយាយអំពីការអធិដ្ឋានចំណុចសម្គាល់ដែលងាយឃើញមួយអំពីភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទបរិស័ទគឺការអធិដ្ឋានទោះជាយ៉ាងណាក៏ដោយការអធិដ្ឋានមិនកើតឡើងដោយឯងនោះទេយើងត្រូវតែធ្វើឲ្យវាកើតឡើងនៅត្រង់ចំណុចនេះខ្ញុំចង់សរសេរសូមចំណាយពេលអធិដ្ឋានប៉ុន្តែខ្ញុំកំពុងតែនិយាយថាសូមញែកពេលដើម្បីអធិដ្ឋានយើងត្រូវតែសុបាទចាប់តាមយ៉ាងសង្កត់ក្នុងការផ្ដល់អត្ថភាពនៃការអធិដ្ឋាននៅផ្ទះហើយញែកពេលវេលាដើម្បីការនោះដែរប្រភេទនៃការអធិដ្ឋានដ៏សាមញ្ញបំផុតនៅក្នុងផ្ទះគឺការអធិដ្ឋានតែម្នាក់ឯងដែលផ្ទាល់ជាសម្ងាត់គឺជាបរិបទដែលព្រះយេស៊ូវបានប្រើប្រាស់នៅពេលដែលព្រះអង្គសពព្រះតីចង់បង្រៀនអំពីការអធិដ្ឋានដ៏ពិតប្រាកដព្រះអង្គបានមានបន្ទូលថាតែឯអ្នកកាលណាអធិដ្ឋាននោះត្រូវឲ្យចូលទៅក្នុងបន្ទប់ហើយបិទទ្វាររួចអធិដ្ឋានដល់ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅទីលាក់កំបាំងចុះក្នុងអំឡុងពេលនេះដោយដែលខ្ញុំបានលើកឡើងនៅខាងលើយើងអធិដ្ឋានសម្រាប់សមាជិកគ្រួសារយើងទម្លាប់នៃការដែលបុគ្គលណាម្នាក់នៅតែឯងហើយអធិដ្ឋានទៅកាន់ព្រះជាម្ចាស់គឺជាចំណុចសម្គាល់មួយអំពីផ្ទះដែលជាផ្ទះរបស់គ្រីស្ទបរិស័ទកាលខ្ញុំនៅជាកុមារដែលបានចូលរួមការបោះជំរំព្រះគម្ពីរជាមួយនឹងគ្រួសាររបស់ខ្ញុំបានឮអំពីការដែលលោក Hobart Am ដែលនិយាយអំពីលោក Theodore Am ដែលត្រូវជាឪពុករបស់គាត់ហើយក៏ជាអ្នកចាប់ផ្ដើមផ្សាយកម្មវិធីវិទ្យុឈ្មោះថាការត្រឡប់ទៅរកព្រះគម្ពីរវិញ Back to the Bible Broadcast គាត់បានមានប្រសាសន៍ថានៅពេលជាច្រើនដងដែលឪពុករបស់គាត់បានចំណាយពេលនៅក្នុងបន្ទប់ដែលបិទទ្វារកូនៗនឹងថាពួកគាត់មិនគួរទៅរំខានឪពុកខ្លួនក្នុងអំឡុងពេលនោះឡើយដោយសារគាត់កំពុងតែអធិដ្ឋានខ្ញុំក៏មានការចងចាំស្រដៀងគ្នានោះដែរអំពីអ្នកម្ដាយនិងជីទួតមួយរបស់ខ្ញុំផងដែរនៅពេលដែលខ្ញុំទៅនៅផ្ទះតាយាយរបស់ខ្ញុំពេលខ្លះខ្ញុំត្រូវការប្រើបន្ទប់ទឹកនៅពេលព្រឹកព្រលឹមមុនថ្ងៃរះខ្ញុំត្រូវដើរកាត់បន្ទប់យាយតាខ្ញុំហើយខ្ញុំក៏តែងតែឃើញយាយរបស់ខ្ញុំកំពុងតែលុតជង្គង់អធិដ្ឋានទៅក្បែរគ្រែរបស់គាត់ដោយគ្របក្បាលខ្ញុំក៏បានឃើញអ្នកម្ដាយរបស់ខ្ញុំធ្វើការដូចគ្នាផងដែរតែខ្ញុំតែងតែឃើញគាត់លុតជង្គង់ជារៀងរាល់ព្រឹកខ្ញុំជឿជាក់ថាការអធិដ្ឋានគឺជាចំណុចដ៏សំខាន់បំផុតដែលយើងធ្វើនៅលើផែនដីនេះកូនៗរបស់យើងនឹងទទួលស្គាល់ការនេះនៅពេលដែលពួកគាត់មើលឃើញពីភាពម៉ឺងម៉ាត់ដែលយើងធ្វើទាក់ទងនឹងការអធិដ្ឋានការនេះលើកទឹកចិត្តឲ្យពួកគាត់គោរពនិងថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់ជារឿយៗអ្នកម្ដាយដែលមានកូនតូចៗមានការពិបាកក្នុងការញែកពេលដែលមានការផ្ចិតផ្ចង់សម្រាប់អធិដ្ឋានពួកគាត់ត្រូវតែប្រើប្រាស់ការច្នៃប្រឌិតរបស់ខ្លួននៅក្នុងការរកពេលវេលាដែលសមរម្យមានពេលមួយខ្ញុំបានសួរមិត្តភក្តិរបស់ខ្ញុំម្នាក់ដែលមានវ័យក្មេងដែលមានកូនតូចៗ2នាក់អំពីរបៀបដែលប្រពន្ធរបស់គាត់រកពេលវេលាញែកដើម្បីអធិដ្ឋានគាត់បានប្រាប់ខ្ញុំថានៅពេលដែលកូនរបស់គាត់គេងពេលថ្ងៃភ្លាមនោះប្រពន្ធរបស់គាត់នឹងឆក់យកឱកាសដើម្បីមានពេលតែម្នាក់ឯងជាមួយនឹងព្រះជាម្ចាស់មានស្ត្រីម្នាក់បានចាប់អារម្មណ៍យ៉ាងខ្លាំងលើអ្នកជិតខាងរបស់គាត់អ្នកជិតខាងនោះជាម្ដាយដែលមានកូនច្រើនដែលហាក់បីដូចជាគាត់មានអត្តចរិតដែលបង្ហាញថាគាត់មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយនឹងព្រះជាម្ចាស់ស្ត្រីម្នាក់នោះក៏បានសួរអ្នកជិតខាងរបស់គាត់អំពីរបៀបដែលគាត់អាចធ្វើការនោះបានអ្នកជិតខាងនោះក៏បានចង្អុលអាវចុងភៅដែលគាត់តែងតែពាក់គាត់បានលើកឡើងថានៅពេលដែលគាត់អង្គុយលើកៅអីជាក់លាក់ណាមួយហើយយកអាវចុងភៅគ្របក្បាលគាត់និងកូនៗដឹងថាគាត់កំពុងតែអធិដ្ឋានមានច្បាប់មួយនៅក្នុងផ្ទះដែលថាកូនត្រូវតែនៅស្ងៀមនៅពេលនោះកូនត្រូវតែដឹងថាឪពុកម្ដាយរបស់ខ្លួនញែកពេលអធិដ្ឋានពីព្រោះចំពោះពួកគាត់ព្រះជាម្ចាស់សំខាន់ដោយអចេតនាពួកគាត់ជ្រួតជ្រាបគំនិតនៃការអធិដ្ឋានផ្ទាល់ខ្លួនថាជាអាទិភាពដ៏សំខាន់មួយនៃជីវិតការនេះនឹងក្លាយទៅជាការលើកទឹកចិត្តដល់ពួកគាត់ឲ្យក្លាយជាមនុស្សដែលអធិដ្ឋានផងដែរ
មានពេលមួយទ្រង់កំពុងតែអធិដ្ឋាននៅកន្លែងមួយលុះទ្រង់ឈប់ហើយនោះសិស្សម្នាក់ទូលថាព្រះជាម្ចាស់អើយសូមទ្រង់បង្រៀនជាងខ្ញុំឲ្យចេះអធិដ្ឋានផងដូចជាលោកយូហានបានបង្រៀនដល់សិស្សលោកដែរសំណួរនេះក៏បានបណ្ដាលឲ្យព្រះយេស៊ូវបង្រៀនពួកគាត់អំពីការអធិដ្ឋាននៃព្រះជាម្ចាស់ការដែលពួកសិស្សឃើញព្រះយេស៊ូវអធិដ្ឋានក៏បានជំរុញឲ្យពួកគាត់ប្រាថ្នាចង់ក្លាយជាមនុស្សដែលអធិដ្ឋានផងដែរ14ចំពុកដំបូងនៃកាន់គម្ពីរកិច្ចការផ្ដល់ជូនយើងនៅការឃើញការខ្លះនៃជីវិតក្រុមជំនុំសម័យដំបូងមានការលើកឡើងអំពីការអធិដ្ឋាន22ដងនៅក្នុងចំពុកទាំងនោះហើយការអធិដ្ឋានភាគច្រើនគឺជាការអធិដ្ឋានជុំគ្នាប្រសិនបើការអធិដ្ឋានជុំគ្នាសំខាន់ខ្លាំងណាស់ក្នុងជីវិតក្រុមជំនុំហើយខាតវាក៏ត្រូវតែសំខាន់ណាស់ដែរក្នុងក្រុមនីមួយៗជាមូលដ្ឋាននៃក្រុមជំនុំគឺគ្រួសារទម្លាប់នៃការដែលដៃគូជីវិតអធិដ្ឋានជាមួយគ្នាឲ្យបានទៀងទាត់និងការដែលឪពុកម្ដាយអធិដ្ឋានជាមួយនឹងកូនៗរបស់ខ្លួនគឺជាទិដ្ឋភាពដ៏សំខាន់មួយនៃអត្តសញ្ញាណនិងភាពនឹងនរក្នុងគ្រួសារយើងក៏គួរអធិដ្ឋានជាមួយគ្នានៅអាកម្មវិធីគ្រួសារពិសេសហើយនៅពេលដែលគ្រួសារប្រឈមមុខនឹងភាពលំបាកដែរក្រុមគ្រួសារគួរតែយល់ថាការអធិដ្ឋានគឺមិនមែនគ្រាន់តែជាក្បួននោះទេតែផ្ទុយទៅវិញគឺជាទិដ្ឋភាពដ៏សំខាន់មួយនៃការប្រារព្ធការអធិដ្ឋានមុនចាប់ផ្ដើមចេញដំណើរដ៏វែងឆ្ងាយក៏មុនសមាជិកគ្រួសារណាម្នាក់ចេញដំណើរសម្រាប់កម្មវិធីសំខាន់ណាមួយក៏ជាការជួយសម្របសម្រួលព្រះពររបស់ព្រះជាម្ចាស់សម្រាប់ដំណើរឬកម្មវិធីនោះវាក៏ជាការបង្ហាញថាព្រះជាម្ចាស់គឺជាអង្គដែលយើងទទួលជំនួយនៅក្នុងពេលវេលាដ៏សំខាន់ដែរបាទចំណុចនេះគឺយើងបញ្ចប់ធម្មប៉ុណ្ណឹងជាបន្តខ្ញុំនឹងធ្វើការសន្និដ្ឋានជូនដល់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តសូមអរគុណ